connection ហើយឥឡូវហ្នឹងចាំខ្ញុំបង្ហាញពីការធ្វើឥឡូវហ្នឹងខ្ញុំវាយបែបនេះសិនវាយ ls/ ខ្ញុំដាក់ it ខ្ញុំដាក់ឈ្មោះរបស់ខ្ញុំបន្ទាប់មកនេះត្រូវដាក់ឈ្មោះរបស់ខ្ញុំឲ្យ /v7 ចុច setting នៅពេលដែលខ្ញុំដាក់ចេញមកហ្នឹងហើយគឺវានឹងចេញមកឲ្យអញ្ចឹងខ្ញុំត្រូវបញ្ជាក់ថាវានឹងជាអីប៉ុន្តែឥឡូវខ្ញុំដាក់ cat ហើយឥឡូវនៅពេលដែលខ្ញុំបញ្ចូលឲ្យមិញហ្នឹងគឺខ្ញុំត្រូវ CLS cat ទៀតប៉ុន្តែបើសិនតែខ្ញុំផ្សេងលឿនពេកអាចបានដាក់ឥឡូវខ្ញុំនឹងទៅសេម្ដងទៀតព្រោះនេះយើងត្រូវទៅសេពីរដងទៅវាជាប់ចូលទៅក្នុងហ្នឹងអញ្ចឹងយើងចង់ដឹងថាទៅពេលតែយើងទៅសេហើយវា file ដែលយើងបញ្ចូលវាហ្នឹងគឺមានអីខ្លះឥឡូវខ្ញុំបញ្ចូលបែបនេះជាពីរតង់ហើយចាំមើលវានឹងចេញបែបម៉េចមកឥឡូវខ្ញុំដាក់ cat មួយទៀតហើយខ្ញុំដាក់ឈ្មោះរបស់ខ្ញុំហើយ sv7 ចុច th នៅពេលដែលខ្ញុំបានទៅសេបែបហ្នឹងហើយខ្ញុំ intern វានឹងចេញមកបែបនេះគឺវាចេញមកច្រើនយ៉ាងមកដោយសារយើងបញ្ចូលវាជាពីរដងដោយសារយើងបានដាក់ឈ្មោះវាជាពីរតង់អញ្ចឹងណាចាដោយសារដាក់ឈ្មោះពីរតង់ឥឡូវខ្ញុំ clear វាចេញសិនតែដូចជាមានតែប៉ុណ្្នឹងទេខ្ញុំអត់មានអីត្រូវបន្ថែមទៀតទេអញ្ចឹងគឺការបញ្ចូលរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងដែរចឹងជាចុងក្រោយសូមអរគុណដល់លោកគ្រូហើយក៏សូមអភ័យទោសលោកគ្រូបើសិនជារបស់ខ្ញុំបញ្ចូលទៅវាមានការនិយាយអត់បានស្រួលអីចឹងដែលសារខ្ញុំហាងធ្វើកាត់ហើយបន្ទាប់មកខ្ញុំបានដាក់ sudo ហើយខ្ញុំដាក់ shutdown ហ្នឹងគឺខ្ញុំដើម្បីបិទកម្មវិធីហ្នឹង